វីដេអូនេះហើយគឺខ្ញុំមានអារម្មណ៍ថាខ្ញុំនឹកម៉ាក់ខ្ញុំខ្លាំងមែនទែនកំពុងតែបញ្ចូលសំឡេងផ្ដាល់មានអារម្មណ៍ថានឹកម៉ាក់ហើយក៏មានអារម្មណ៍ថាឃ្លានស្លនឹងទៀតព្រោះដោយសារស្លតាពាំងនេះគឺជាមុខម្ហូបដែលខ្ញុំចូលចិត្តខ្លាំងបំផុតហើយមិនត្រឹមតែខ្ញុំទេប្អូនខ្ញុំទាំងពីរនាក់ក៏ចូលចិត្តដូចគ្នាហើយថ្ងៃនឹងដែរម៉ាក់ក៏សម្រេចចិត្តថាស្លតាពាំងឲ្យខ្ញុំស្លតាពាំងរបស់គ្រួសារខ្ញុំគឺបុកខ្ទឹមសលាយជាមួយម្រេចហើយម្ទេសហើយបុកលាយប្រហុកនៅក្នុងហ្នឹងណាបន្ទាប់មកម៉ាក់យកទៅច្បល់ជាមួយនឹងតាពាំងហើយដាក់ទឹកស្ងោរហើយម៉ាក់ចាក់តាពាំងចូលហ្មងណាតាគ្នាដាក់ប៊ីចេងដាក់អីទៅតាមនឹងអញ្ចឹងទៅហើយគាត់នឹងរំងាស់តាពាំងរហូតដល់តែបាក់ហាងមិនគាត់ចាក់បកាហើយនឹងពងត្រីគ្រួសារខ្ញុំអត់ញ៉ាំសាច់ត្រីប្រហែលទេណាតាគ្នាបើសិនជាញ៉ាំត្រីលើកលែងតែយកត្រីនឹងទៅបំពងឬក៏ឲ្យក្រៀមមិនញ៉ាំណាហូបទី2គឺជឿនពងត្រីជាមួយនឹងពងទាហើយម្ហូបហ្នឹងក៏ខ្ញុំចូលចិត្តដូចគ្នាបន្ទាប់មកទៀតគឺម្ហូបទី3ហ្នឹងគឺបុក7ខ្ចីជាមួយនឹងម្ទេសអីអញ្ចឹងមកអ្នកតោះគ្នាបន្ទាប់មកគឺយើងដាក់ត្រីបំពងស្រួយក្តៅអញ្ចឹងមកអូយមានអារម្មណ៍ថាបញ្ចូលសំឡេងហ្នឹងក៏ហៀទឹកមាត់ដែរបន្ទាប់មកគឺខ្ញុំញ៉ាំខ្ញុំសវ៉ាត់ហូតតពងត្រីទេញ៉ៃជាមួយនឹងម្ទេសអញ្ចឹងមកហិលឈ្ងុយម្អមឈ្ងុយប្រហុកផងអីផងទៅអូយនិយាយពីថាជាតិអីក៏ជាតិម្លេះមានអារម្មណ៍ថាមុខម្ហូបខ្មែរមួយមុខណាក៏ឆ្ងាញ់ជាប់ចិត្តដែរអ្នកតោះគ្នាអញ្ចឹងឲ្យមិនគេឆ្ងល់ថាហេតុអីខ្ញុំមកម៉ាឡេស៊ីហើយមិនព្រមធ្វើម្ហូបម៉ាឡេស៊ីបង្ហាញគេអត់ទេជួយចិត្តម្ហូបខ្មែរជាងសម្រាប់អ្នកដែលគាត់ចង់ឲ្យកញ្ចក់ដៃគាត់មើលទៅភ្លឺស្រស់ស្អាតប៉ុន្តែដឹងលាបថ្នាំកញ្ចក់ដៃអីខ្ញុំសូមណែនាំជាមួយនឹងគូដានជាប្រភេទថ្នាំកញ្ចក់ដៃដែលលាបឲ្យយើងបកបានណាទុកតែមួយនាទីគឺស្ងួតហើយអ្នកទាំងគ្នាពណ៌វាភ្លឺស្អាតខ្លាំងមែនទែនដូចចាក់ជែលអញ្ចឹងនៅពេលដែលយើងបកយើងគ្រាន់តែយកដៃឆ្កឹះទៅគឺវាចេញហ្មងអ្នកទាំងដល់មកសំប៉ះយ៉ាងអីគឺយើងបកចេញទៅហើយតម្លៃវិញត្រឹមតែ$2ទេទិញ10 free 1មាននៅក្នុង store